បាទសូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់ដែលជួយចិត្តស្ដាប់រឿងនិទានខ្មែរបាទរឿងនិទានអប់រំខ្លីៗបាទពី Channel រឿងនិទានខ្មែរសូមពុកម៉ែបងប្អូនបាទដែលមិនទាន់បានចុច like subscribe ឬក៏ share បាទឬក៏ comment បាទនៅក្នុងវីដេអូរបស់ខ្ញុំបាទសូមជួយចុចម្នាក់មួយទេបាទអូខេដើម្បីកុំឲ្យខាត់ពេលយូរបាទបងប្អូនសូមរីករាយស្ដាប់នៅរឿងនិទានខ្មែរមួយក្រោមចំណងជើងថាល្ងងបាទចង់ដឹងថាតើរឿងនេះមានអត្ថន័យខ្លឹមសារយ៉ាងណានោះបាទសូមស្ដាប់កំសាន្តដូចតទៅរឿងល្ងងនៅរាត្រីដ៏សែនត្រជាក់និងស្ងប់ស្ងាត់មួយសត្វស្វាមួយវងគេងសំងំលើដើមឈើពួកគេតោងជាប់នឹងមែកឈើស្វាមួយបន្លឺសំឡេងឡើងថាខ្ញុំបន់ឲ្យតែយើងមានភ្លើងខ្លះវានឹងធ្វើឲ្យយើងកក់ក្ដៅរំពេចនោះពួកគេក៏ឃើញសត្វអំពិលអំពែកមួយវងធំហើរមកស្វាតូចមួយគិតថានោះជាភ្លើងវាចាប់អំពិលអំពែកមួយមករួចដាក់ក្រោមស្លឹកឈើស្ងួតនិងចាប់ផ្ដើមផ្លុំស្វាផ្សេងទៀតក៏ចូលមកផ្លុំជាមួយគ្នាពេលនោះមានសត្វចាបមួយហើរមករកសម្បុករបស់វាដែលនៅលើដើមឈើតែមួយនឹងសត្វស្វានោះចាបឃើញសកម្មភាពរបស់ពួកស្វាហើយសើចចាបពោលទៅកាន់ស្វាថាណែស្វាល្ងងនោះគឺជាអំពិលអំពែកទេមិនមែនជាភ្លើងពិតប្រាកដឡើយចាបពោលបន្តថាពួកឯងគួរតែជ្រកនៅក្នុងរូងភ្នំទៅស្វាមិនស្ដាប់ពាក្យចាបនោះទេគិតតែពីផ្លុំអំពិលអំពែកក្រោយមកស្វាមានភាពនឿយហត់ក៏យល់ថាចាបពិតជានិយាយត្រឹមត្រូវមែនពួកវាប្រឡែងសត្វអំពិលអំពែកហើយបដូរទីលំនៅទៅនៅក្បែររូងភ្នំវិញទៅបាទអរគុណសម្រាប់ពុកម៉ែបងប្អូនដែលបានតាមដានស្ដាប់រឿងនិទានរឿងអប់រំខ្លីបាទរបស់ Channel រឿងនិទានខ្មែរហើយរឿងនេះក៏ត្រូវបានដល់ទីបញ្ចប់ដែរបាទបងប្អូនអាច comment បានថាតើរឿងនិទានដែលមានឈ្មោះថាល្ងងនេះបាទមានអត្ថន័យខ្លឹមសារអប់រំយ៉ាងណាបាទសូម comment នៅខាងក្រោមវីដេអូអរគុណហើយយើងនឹងជួបគ្នានៅវីដេអូក្រោយប៉ុន្តែមុននឹងបញ្ចប់កុំភ្លេចពុកម៉ែបងប្អូនចុចជួយ like ជួយ share និងជួយ subscribe ឲ្យ channel របស់ខ្ញុំបាទម្នាក់មួយផងសូមអរគុណសូមជម្រាបលា